ថ្ងៃនេះយើងសិក្សាសមាសនិទេសបន្តទៅទៀតគឺឈ្មោះសមាសទី3បានដល់តាបរិស័កសមាសអញ្ចឹងពាក្យថាតាបរិស័កនេះគឺមកពីតៈដែលជាសព្វនាមបូកជាមួយនឹងបរិស័កដែលជានាមនាមហើយនៅពេលដែលសន្ធិចូលគ្នាមកគឺលោកតម្រួតអក្សរបៈនេះឲ្យទៅជា2ដើម្បីជាការស្រួលអានហើយការតម្រួតនេះដោយអំណាចសន្ធិសតិស័កសង្យោគសន្ធិហើយនេះជាវកហៈដែលខ្ញុំស្រង់អនុលោមតាមគម្ពីរសត្តនិតិអញ្ចឹងពាក្យថាតាបរិស័កឬក៏តាបរិសោនេះមកពីវកហៈនឹងថាតាសរញ្ញោបរិសោសម្រាប់រូបមកជាតាបរិសោដែលមានខ្លឹមសារថាបរោះនៃស្ដេចអង្គនោះអញ្ចឹងពាក់ព័ន្ធជាមួយនឹងមូលហេតុដែលលោកបដូចតាបរិស័កសមាសនេះឲ្យមានទំនងដូចជារាជបម្រើឬក៏រាជបរោះរបស់ព្រះរាជានឹងដោយសារតែតាបរិស័កសមាសនេះវាមានតួនាទីមានមុខងារទៅតាមវិភ័តនីមួយៗដោយដែលបរោះរបស់មហាក្សត្រនឹងតែងតែធ្វើអ្វីមួយទៅតាមមុខងារទៅតាមតួនាទីអញ្ចឹងយើងនឹងមើលខ្លឹមសារបន្ថែមដែលខ្ញុំបានចងក្រងនៅក្នុងវេជ្ជនានុក្រមអញ្ចឹងនេះជាពាក្យថាតាបរិស័កហើយនៅត្រង់ចំណុចនេះគឺជាខ្លឹមសាររបស់វាដែលមានការបញ្ជាក់ទៅតាមតួនាទីនៅក្នុងវិភ័តនីមួយៗអញ្ចឹងពាក្យព័ន្ធជាមួយនឹងឧបមាឬក៏ការប្រៀបធៀបសមាសថាដូចជារាជបម្រើរបស់ស្ដេចនោះវាមានខ្លឹមសារថារាជានឹងទ្រង់តែងញ៉ាំងបរោះនោះឲ្យធ្វើការផងអញ្ចឹងវាស្ថិតនៅក្នុងទុតិយវិភ័តព្រះរាជាទ្រង់តែងញ៉ាំងកិច្ចការឲ្យសម្រេចដោយការថ្វាយយោបល់របស់បរោះនោះផងអញ្ចឹងវាឆ្លុះបញ្ចាំងអំពីតួនាទីរបស់បរោះនឹងជាតតិយវិភ័តព្រះរាជាទ្រង់តែងធ្វើការប្រទានយោះជាដើមដល់បរោះនោះផងអញ្ចឹងវាឆ្លុះបញ្ចាំងអំពីតួនាទីនោះជាចតុថ័យវិភ័តព្រះរាជាទ្រង់តែងទទួលបាននៅរាជកិច្ចផ្សេងអំពីបរោះនោះផងអញ្ចឹងវាឆ្លុះបញ្ចាំងអំពីតួនាទីបរោះនោះថាជាបញ្ចម័យវិភ័តហើយព្រះរាជាទ្រង់តែងធ្វើការពិចារណាដោយការវិនិច្ឆ័យនៅមតិរបស់បរោះនោះផងអញ្ចឹងឆ្លុះបញ្ចាំងអំពីឆាត់ថ័យវិភ័តដែលបរោះនឹងដើរតួនាទីហើយកន្លែងនេះដោយសារសេវជា PDF ទៅវាទាញការពិតបល័យថាវិនិច្ឆ័យនេះគឺវានៅជាប់ជាមួយនឹងបន្ទាត់មតិឯនេះទេហើយនឹងចំណុចចុងក្រោយព្រះរាជាទ្រង់តែងសោយរាជជាសុខនិមិត្តបរោះនោះអញ្ចឹងវាឆ្លុះបញ្ចាំងអំពីតួនាទីរបស់បរោះនឹងជាសត្តម័យវិភ័តអញ្ចឹងរាជបរោះដែលធ្វើការបម្រើព្រះរាជានឹងមានខ្លឹមសារឬក៏មានតួនាទីដោយដែលបានរៀបរាប់មកនេះឯងដែលលោកប្រៀបធៀបជាមួយនឹងតាបរិស័កសមាសនេះពីព្រោះតាបរិស័កសមាសនៅពេលដែលផ្សំគឺវាត្រូវមានតួនាទីមានមុខងារទៅតាមវិភ័តផ្សេងគ្នាបែបនឹងដែរអញ្ចឹងយើងមើលខ្លឹមសាររបស់អ្នកប្រាជ្ញខ្មែរយើងដែលលោកសរសេររៀបរៀងវិញថានាមសព្ទដែលផ្សំនឹងវិភ័តនាមមានទុតិយវិភ័តជាដើមហើយបំព្រួញរួមចូលគ្នាជាមួយនឹងបទខាងចុងដែលមានវិភ័តផ្សេងគ្នាហៅថាតាបរិស័កសមាសអញ្ចឹងគន្លឹះសំខាន់គឺនៅត្រង់ចំណុចនេះហើយនឹងត្រង់ចំណុចនេះអញ្ចឹងតាបរិស័កសមាសនេះគឺចំណុចសំខាន់របស់វានឹងវាផ្សំនឹងវិភ័តមានទុតិយវិភ័តជាដើមអញ្ចឹងវាអាចមានជាតតិយាជាចតុថ័យរហូតដល់សត្តម័យបែបហ្នឹងទៅហើយវិភ័តទាំងអស់នេះគឺវានៅខាងដើមនៅក្នុងវកហៈគឺវាត្រូវនៅខាងដើមហើយវាយកមកបំព្រួញចូលគ្នាជាមួយជាមួយនឹងបទខាងចុងហើយបទខាងចុងនេះវាក៏ជាបទផ្សេងគ្នាដែរណាវាអាចថាវាជាបឋមាឬក៏វាជាទុតិយារហូតដល់សត្តម័យអញ្ចឹងដែរក៏ប៉ុន្តែអាត្រង់ចំណុចនេះគឺភាគច្រើននៅពេលដែលលោកបំបែកហើយទេដែលវាទៅជាផ្សេងគ្នាបែបហ្នឹងបើជាការពិតមែនតែនទៅនៅពេលដែលចងគេប្រើតែបឋមាវិភ័តទេអញ្ចឹងខ្ញុំសន្មតថាបទខាងចុងនេះជាបឋមាវិភ័តទៅចុះហើយអាបទខាងដើមនេះដែលមានទុតិយវិភ័តជាដើមនេះវាយកមកផ្គុំជាមួយគេវាជាទុតិយវិភ័តឬក៏អាចជាតតិយារហូតដល់អាចថាជាសត្តម័យអញ្ចឹងទៅអញ្ចឹងវាយកមកផ្សំគ្នាជាមួយនឹងបទខាងចុងដែលបទខាងចុងនឹងជាបឋមាវិភ័តបែបហ្នឹងទៅអញ្ចឹងយើងឃើញថាវិភ័តវានឹងអត់ត្រូវគ្នាទេ
ហើយយកមកបំប្រួញចូលគ្នាទៅតាមតួនាទីនៃវិភ័តនីមួយៗអញ្ចឹងទៅបែបនឹងហើយដែលហៅថាតាបរិស័កសមាសអញ្ចឹងត្រង់ចំណុចនេះគឺជាចំណុចដែលយើងត្រូវយល់ទៅលើខ្លឹមសារជានិយមន័យសម្រាប់ក្តោបទៅលើពាក្យថាតាបរិស័កសមាសហ្នឹងហើយមួយទៀតការសិក្សាទៅលើតាបរិស័កសមាសងាយយល់នោះគឺការចាំទៅលើពាក្យប្រែវិភ័តពីព្រោះនៅពេលដែលចងគឺវាគោរពទៅតាមតួនាទីរបស់វិភ័តនីមួយៗនឹងឯងហើយតាបរិស័កសមាសនេះចែកជា6យ៉ាងមានទុតិយាតាបរិស័កនឹងជាដើមរហូតដល់សត្តមីអញ្ចឹងទៅហើយសមាសនេះដើរតួនាទីជាសមាសគុណក៏មានជាសមាសនាមនឹងក៏មានចំពោះតាបរិស័កណាដែលសម្រេចរូបទៅមានអញ្ញបទគឺបទដែលគេដាក់ក្នុងវងកញ្ចក់តាបរិស័កនោះហៅថាសមាសគុណហើយនៅពេលដែលប្រែលោតប្រយោគតោងថែមយតៈនេះដោយប្រព្រឹត្តទៅតាមលឹងទាំង3អញ្ចឹងយតៈនេះវាអាស្រ័យទៅតាមប្រភេទលឹងរបស់អញ្ញបទបើអញ្ញបទលឹងអីវាក៏លឹងនឹងដែរចំពោះតាបរិស័កណាដែលសម្រេចរូបទៅអត់មានអញ្ញបទទទួលទេអាបទដែលខ្មែរយើងចំណាំតែដាក់ទុកក្នុងវងកញ្ចក់ហ្នឹងរៀងក្នុងវងកញ្ចក់ហ្នឹងវាអត់មានចាត់មានអញ្ញបទហ្នឹងទេដូច្នេះតាបរិស័កនោះហៅថាសមាសនាមហើយនៅពេលដែលប្រែគឺមិនចាំបាច់ឡើងយតៈទេណាអញ្ចឹងលក្ខណៈសម្គាល់សមាសគុណហើយនឹងសមាសនាមងាយទេបើមានអញ្ញបទមានន័យថាសមាសហ្នឹងសមាសគុណតែបើគ្មានអញ្ញបទសមាសហ្នឹងសមាសនាមហើយដោយសារតាបរិស័កនេះមានដល់ទៅ6អញ្ចឹងចំណុចទី1គឺយើងសិក្សាទៅលើទុតិយាតាបរិស័កអញ្ចឹងចំណុចកនេះគឺទុតិយាតាបរិស័កដែលមានអាតិសង្កេតនឹងរបៀបនេះហើយសម្រាប់វកហៈជាឧទាហរណ៍គឺសុកហੰបតតោសម្រាប់រូបគឺសុកហបតតោអញ្ញបទជាណូយើងប្រែថាជាណូរិជនសុកហបតតោដល់ហើយនៅសេចក្តីសុខអញ្ចឹងនៅត្រង់ចំណុចនេះប្រែថាជនដល់ហើយនៅសេចក្តីសុខអញ្ចឹងសម្រាប់ការសង្កេតទៅលើតាបរិស័កសមាសនៅពេលដែលគេប្រែចេញបែបនឹងហើយណាយើងសង្កេតគឺទី1ត្រូវតែចាំទៅលើវិភ័តពាក្យប្រែវិភ័តអត់ចាំបានទេអានឹងគឺត្រូវតែចាំអញ្ចឹងហ្មងហើយទី2គឺមើលបច្ច្រាអញ្ចឹងហ្មងមើលពីនេះទៅណាគឺមើលពីនេះទៅណាមើលពីនឹងទៅរហូតដល់ឃើញថាវាមានពាក្យប្រែវិភ័តនៅកន្លែងណាកន្លែងនឹងហើយដែលជាឈ្មោះសមាសដោយក្នុងទីនេះយើងសង្កេតពីខាងចុងនឹងទៅសង្កេតពីខាងចុងនឹងទៅស្រាប់តែដល់ពាក្យមួយគឺមានពាក្យនៅអយតនិបាតនៅអញ្ចឹងយើងដឹងថានឹងវាទុតិយាវិភ័តបើវាជាទុតិយាវិភ័តមានន័យថាសមាសហ្នឹងគឺវាទុតិយាតាបរិស័កនឹងឯងអញ្ចឹងគេមើលពីខាងចុងនេះទៅកុំមើលពីខាងដើមពីព្រោះមានពាក្យខ្លះហ្នឹងវាដូចគ្នាដូចពាក្យដល់នេះវល់ថាច្រឡំឯងជាចតុថ័យហើយការពិតវាជាគុណនាមឬក៏ជាកិរិយាទេអញ្ចឹងជាបទពិសោធន៍គឺឲ្យមើលបច្ច្រាសម្រាប់តាបរិស័កមើលពីខាងចុងនេះទៅនេះជាវិធីសង្កេតទៅលើតាបរិស័កសមាសអញ្ចឹងសមាសនេះគឺជាសមាសគុណហើយផ្នែកនេះគឺជាវកហៈផ្នែកនេះគឺជាសមាសនេះជាអញ្ញបទហើយនេះជាឈ្មោះរបស់សមាសអញ្ចឹងសម្រាប់សមាសមែនតែនគឺថ្នេរវានៅកន្លែងហ្នឹងអាខាងចុងនេះជាវិភ័តនាមបញ្ជាក់ពីរឿងគុណរឿងអីទេអញ្ចឹងកុំឲ្យយល់ច្រឡំថាសមាសហ្នឹងនៅណាគឺនៅកន្លែងហ្នឹងពីព្រោះវាសម្រេចចេញពីនឹងមកវាមកជួបគ្នាវាមកនៅអែបគ្នាដែលគេបំព្រួញគឺវានៅកន្លែងហ្នឹងទេណាមិនមែននៅចុងនេះទេសមាសគឺនៅកន្លែងហ្នឹងគឺជាចន្លោះនៃសង្កាត់ស័ព្ទទាំងពីរហ្នឹងដែលមកជួបគ្នាហើយឥឡូវយើងមើលវកហានុលោមថាយោចណូសុកហੰបតតោសោចណូសុកហបតតោសុកហបតតោចណូអញ្ចឹងយើងប្រែលោតប្រយោគថាយោចណូរិជនណាបតតោដល់ហើយសុកហੰនៅសេចក្តីសុខសោចណូរិជននោះសុកហបតតោឈ្មោះសុកហបតតោចណូរិជនសុកហបតតោដល់ហើយនៅសេចក្តីសុខអញ្ចឹងវាមានបែកទុតិយាវិភ័តនៅក្នុងនឹងដូច្នេះប្រភេទសមាសនេះគឺជាទុតិយាតាបរិស័កតែបើប្រែថាដល់ហើយក្នុងសេចក្តីសុខអានឹងវាជាសត្តមីតាបរិស័កទៅពីព្រោះវាប្រាប់ពីសត្តមីវិភ័ត
ហើយចំពោះសង្កាត់ក្នុងការប្រែវកហៈវិញគឺនៅត្រង់ចំណុចនេះជាចំណុចដែលមាននៅក្នុងវកហៈហើយចំណុចនេះគឺជាចំណុចអន្តរបទគឺសម្រាប់ផ្ដល់ទំនាក់ទំនងដែលតំណាងឲ្យសញ្ញាស្មើនេះឯនេះគឺជាបទសមាសមែនតែននៅពេលដែលវាសម្រេចជារូបមកហើយអានេះជាអញ្ញបទអញ្ចឹងយើងមើលឧទាហរណ៍មួយទៀតតិសរណសៈកហណੰសម្រេចរូបគឺតិសរណកហណੰហើយឈ្មោះវាទុតិយាតាបរិស័កអញ្ចឹងប្រភេទសមាសនេះគឺជាសមាសនាមពីព្រោះវាអត់មានអញ្ញបទទេវាដើរតួជានាមដោយឯងតែម្ដងអញ្ចឹងចំណុចសមាសដោយបានបញ្ជាក់ថាថ្នេររបស់វាគឺនៅកន្លែងហ្នឹងហើយដែលជាសមាសឬក៏សាបទាំងពីរហ្នឹងមកនៅក្បែរគ្នាសម្រាប់វកហានុឡោមគឺតិសរណសៈកហណੰតិសរណកហណੰតិសរណកហណੰអញ្ចឹងយើងប្រែលោតប្រយោគថាកហណੰឬកិរិយាកម្មយកតិសរណសៈនៅត្រៃសរណៈតិសរណកហណੰឈ្មោះតិសរណកហណੰតិសរណកហណੰឬកិរិយាកម្មយកនៅត្រៃសរណៈអញ្ចឹងត្រង់ចំណុចនេះអ្វីដែលយើងឃើញប្លែកថាវាទុតិយាតាបរិស័កទេឈ្មោះវាណាក៏ប៉ុន្តែនៅពេលដែលចងស្រាប់តែយើងចងជាឆាត់ថៃវិភ័តអញ្ចឹងនៅត្រង់ចំណុចនេះគឺនេះដោយសារតែអំណាចនាមនេះវាជានាមក្រិតគឺសម្រាប់មកអំពីកិរិយាសព្ទដែលប្រើយុបច្ច័យដូច្នេះចំពោះនាមក្រិតដែលសម្រាប់រូបមកពីយុបច្ច័យឬក៏តុបច្ច័យគឺនៅក្នុងវេយ្យាករណ៍លោកឲ្យតម្រូវអបទដែលជាទុតិយានេះត្រូវតែបំលែងវាទៅជាឆាត់ថៃវិភ័តវិញហើយនៅពេលដែលសម្ព័ន្ធគេហៅថាឆាត់ថៃកម្មពីព្រោះជាឆាត់ថៃវិភ័តដែលដើរតួដូចជាទុតិយាវិភ័តអញ្ចឹងដែរក៏ប៉ុន្តែសម្រាប់នៅក្នុងសមាសគឺគេរាប់វាថាជាទុតិយាតាបរិស័កដដែលដោយសារតែអំណាចឆាត់ថៃនេះវាមិនមែនជាអំណាចកម្មសិទ្ធិទេគឺវាជាកម្មហើយបើកម្មវាសម្ដែងតួនាទីរបស់ខ្លួននឹងទៅក្នុងទំនោរទុតិយាវិភ័តចឹងហើយបានជាការចងនឹងផ្សេងហើយនៅពេលដែលឲ្យឈ្មោះសមាសហ្នឹងវាផ្សេងហើយសម្រាប់បែបតាំងវកហៈនៅក្នុងលឹងទាំង3វិញគឺយើងគិតតែទៅលើសម្រាប់សមាសហ្នឹងជាប្រភេទគុណទេចំណុចដែលងាយចងចាំនោះគឺថានៅពេលដែលយើងតាំងវកហៈដោយតម្រូវទៅតាមលឹងទាំង3មិនថាលឹងណាទេតោងដឹងថាបើប៉ុងលឹងបត់គុណនេះជាបត់គុណត្រូវតែបំបែកទៅតាមបរិស័កហើយប្រសិនបើអញ្ញបទនេះវាជាអត្ថិលឹងគឺត្រូវតែបំបែកបត់គុណនោះទៅតាមអំណាចកញ្ញាហើយប្រសិនបើអញ្ញបទវាជាអ្នកប៉ុងសកលឹងត្រូវតែបំបែកបត់គុណនោះឲ្យទៅតាមអំណាចកុលៈនេះជាចំណុចរួមសម្រាប់ការតាំងវកហៈឬក៏ការបំបែកគុណនាមមួយជាដើមគឺគេយកតាមលំអាននឹងហើយមួយទៀតការបំបែកគុណនាមទៅតាមនាមនេះគឺកុំគិតករណយ៉ាងម៉េចឧទាហរណ៍ថាបើនេះសេដ្ឋីអញ្ចឹងអត់មានមកដាក់នេះថាបត្តៃហើយសម្រាប់រូបមកជាសុខបត្តៃដែរណាអញ្ចឹងត្រូវដឹងថាតើសទ្ធិនឹងវាលឹងអីអញ្ចឹងនៅពេលដែលយើងដឹងថាសទ្ធិនឹងវាស្ថិតនៅក្នុងប៉ុងលឹងដូច្នេះប្របែកវាទៅតាមបរិស័កទៅប្របែកបត់គុណហ្នឹងអញ្ចឹងសម្រាប់ប៉ុងលឹងដដែលទេគឺសុខੰបត្តោសម្រាប់រូបមកជាសុខបត្តោអញ្ញបទជានៅអត្ថិលឹងសុខੰបត្តាសម្រាប់រូបមកជាសុខបត្តាអញ្ញបទនារីអញ្ចឹងយើងឃើញថាការ៉នទាំងពីរនេះអត់ត្រូវគ្នាទេអាមួយអាមួយអ៊ីក៏ប៉ុន្តែលឹងវាត្រូវគ្នាពីព្រោះអានេះក៏វាស្ថិតនៅក្នុងអាការ៉នដែលជាពួកអត្ថិលឹងអ៊ីនេះក៏ស្ថិតនៅក្នុងពួកអត្ថិលឹងដែរហើយសម្រាប់អ្នកប៉ុងសកលឹងសុខੰបត្តាំងសម្រាប់រូបគឺសុខបត្តាំងអញ្ញបទកុលាំងដូច្នេះចំពោះការតាំងវកហៈនៅក្នុងលឹងទាំង3សម្រាប់សមាសគុណនេះជំហានដំបូងនៅពេលដែលយើងញែកសាបនឹងដាច់ចេញពីគ្នាហើយត្រូវដឹងថាតើការដែលប្រែនឹងប្រែចេញអយតនិបាតអីប្រែចេញទៅនៅហ៎បើអញ្ចឹងវាដឹងថានឹងទុតិយាមកអាមកណាត់ខាងនេះបត្តោឬក៏បត្តៈនេះត្រូវសម្លឹងមើលអញ្ញបទនេះតើវាលឹងអីអញ្ចឹងវាប៉ុងលឹងបើវាប៉ុងលឹងអានេះយកមកប្របែកតាមបរិស័កមកគ្រាន់តែប៉ុណ្្នឹងទេអញ្ចឹងយើងមើលឧទាហរណ៍បន្ថែមថាសម្រាប់ឧទាហរណ៍ទី1នេះគឺ
តែមកទានាងប្រែថារីកាឲ្យនៅធัวអញ្ចឹងនៅពេលដែលយើងប្រែចេញថាកិរិយាឲ្យនៅធัวយើងមើលបច្រាស់ពីធម៌មកវិញយើងឃើញថាមានពាក្យថានៅដូច្នេះវាទុតិយាហើយណាអញ្ចឹងសមាសហ្នឹងគឺជាទុតិយាតាបរិស័កអញ្ចឹងនៅពេលដែលយើងតាំងវកហៈដោយសារទានាងនេះវាយុបច្ច័យអញ្ចឹងតហមៈហ្នឹងប្របែកទៅជាឆដ្ឋីកម្មអញ្ចឹងទៅជាតហមសៈទានាងហើយសម្រាប់រូបដដែលតហមទានាងឈ្មោះវាគឺទុតិយាតាបរិស័កហើយសមាសនេះជាប្រភេទនាមដោយសារវាមិនមានអញ្ញបទទេឧទាហរណ៍មួយទៀតចៃវរៈវិចារណੰប្រែថាកិរិយាដេដាននៅចៃវរអញ្ចឹងដើម្បីស្គាល់ប្រភេទតាបរិស័កសមាសយើងមើលបច្រាស់ពីចុងទៅយើងឃើញថានៅចៃវរវាមានទុតិយាវិភ័តនៅក្នុងនឹងដូច្នេះសមាសនឹងគឺជាប្រភេទទុតិយាតាបរិស័កនឹងឯងហើយនៅពេលដែលយើងតាំងវកហៈដោយសារវិចារណੰនេះវាជាយុបច្ច័យទៀតអញ្ចឹងចៃវរៈនេះគឺត្រូវតែបំបែកទៅជាឆដ្ឋីកម្មអញ្ចឹងយើងបំបែកថាចៃវរស័កវិចារណੰសម្រាប់រូបចៃវរៈវិចារណੰឈ្មោះវាគឺទុតិយាតាបរិស័កហើយសមាសនេះក៏ជាប្រភេទនាមដែរដោយសារវាមិនមានអញ្ញបទឧទាហរណ៍មួយទៀតអត្តតន្តោភិក្ខុយើងប្រែថារីភិក្ខុទូនមានហើយនៅខ្លួនអញ្ចឹងយើងមើលពីខាងចុងទៅមើលពីពាក្យខ្លួនទៅយើងឃើញថានៅទៀតបើនៅគឺវាទុតិយាមានន័យថាឈ្មោះសមាសហ្នឹងគឺទុតិយាតាបរិស័កហើយនៅពេលដែលចងគឺយើងត្រូវស្គាល់ដែនរបស់សព្ទអញ្ចឹងត្រឹមនេះគឺជានាមសព្ទមួយហើយត្រឹមនេះគឺជានាមសព្ទឬក៏នាមបទហ្នឹងមួយទៀតអញ្ចឹងយើងហែកបទហ្នឹងឲ្យចេញពីគ្នាបន្ទាប់មកយើងយកអាសព្ទខាងដើមនេះរាល់សព្ទខាងដើមនេះទៅបំបែកជាមួយនឹងវិភ័តណាដែលគេប្រែចេញឬក៏យើងដែលមានបំណងប្រែចេញអញ្ចឹងក្នុងទីនេះយើងប្រែចេញជាទុតិយាវិភ័តអញ្ចឹងសម្រាប់វកហៈអត្តៈហ្នឹងវាជាពួកបកណ្ណកៈអញ្ចឹងវាមានរូបជាអត្តាណੰហើយទានតោនេះដោយសារអញ្ញបទហ្នឹងភិក្ខុវាជាប៉ងលឹងអញ្ចឹងវានៅតែទានតោដដែលទៅពីព្រោះវាត្រូវបំបែកតាមបរិស័កសម្រាប់រូបគឺអត្តទានតោអញ្ញបទភិក្ខុអញ្ចឹងយើងឃើញថាការ៉ានអត់ត្រូវគ្នាទេក៏ប៉ុន្តែលឹងវាដូចគ្នាអញ្ចឹងវាប្រើបានហើយឈ្មោះវាទុតិយាតាបរិស័កអញ្ចឹងសមាសនេះគឺជាសមាសគុណដោយសារវាមានអញ្ញបទនៅកន្លែងនេះហើយប្រសិនបើអញ្ញបទនេះវាជាអត្ថិលឹងវិញឧទាហរណ៍ថាថេរីអញ្ចឹងអានេះសម្រាប់រូបមកជាអត្តទានតាដោយសារថេរីនឹងជាអត្ថិលឹងហើយបទគុណត្រូវតែបំបែកតាមកញ្ញាហើយបើវាជាអ្នកប៉ុងសកលឹងវិញអានេះទៅជាអត្តទានតាំងដោយសារបទគុណត្រូវបំបែកតាមកុលៈអញ្ចឹងសង្ខេបឡើងវិញតកតងទៅនឹងទុតិយាតាបរិស័កនេះទី1គឺការសង្កេតទៅលើវាគឺយើងត្រូវមើលបច្រាស់នៅពេលដែលគេប្រែបើយើងមើលពីខាងចុងមកឃើញថាវាមានពាក្យនៅកានញ៉ាំងអស់អីអញ្ចឹងណាអានឹងជាអយតនិបាតរបស់ទុតិយាវិភ័តហើយដែលយើងហៅថាទុតិយាតាបរិស័កហ្នឹងឯងសមាសដែលគេប្រែហ្នឹងពីខាងចុងទៅក៏មើលពីខាងដើមហើយចំណុចទី2ការស្គាល់ទៅលើសង្កាត់របស់នាមសព្ទនីមួយនៅពេលដែលយើងដឹងឈ្មោះសមាសនឹងហើយគឺត្រូវចេះស្គាល់សព្ទចេះកាត់សមាសនឹងចេញពីគ្នាទៀតឲ្យដឹងថាសង្កាត់ណាមួយសព្ទហើយសង្កាត់ណាមួយសព្ទទៀតនៅពេលដែលយើងញែកបានហើយអាបទខាងដើមហ្នឹងគឺប្របែកវាជាទុតិយាវិភ័តហ្នឹងឯងពីព្រោះប្រាប់គេថាទុតិយាហើយទៅប្របែកវិភ័តផ្សេងមិនកើតហើយនឹងចំណុចមួយទៀតនោះគឺសម្រាប់គុណនាមសម្រាប់គុណនាមគឺត្រូវតែតម្រូវលឹងវាឲ្យបានត្រឹមត្រូវគឺចាប់ពីសម្រាប់ប៉ុណ្្នឹងមកឲ្យស៊ីគ្នារហូតណាទាំងលឹងវេចនៈវិភ័តហ្នឹងស្មើគ្នាមកដល់នឹងអញ្ចឹងការសិក្សាទៅលើប្រភេទទុតិយាតាបរិស័កសមាសនេះមានប៉ុណ្ណេះ